ទី1 swap បាទនិងទី3 1 2 ថ្ងៃនេះយើងមកធ្វើលំហាត់ប្រាណពង្រឹងជើងរបស់យើងក្រោយពេលដែលយើងធ្លាប់របួសក្រោយពេលដែលយើងធ្លាប់ឈឺចង្កេះហើយសាច់ដុំជើងយើងខ្សោយសាច់ដុំជើងយើងទន់ថ្ងៃនេះយើងមាន3លំហាត់ទី1 squat បាទយើងមានកៅអីគួរចុះទៅឡើងនិងទី2យើងមានកូនដុំដៃទូចហើយយើងក្រោកឡើងបាទនិងទី3គឺយើងចាប់ផ្ដើមធ្វើជើងមួយយើងលើកឡើង1 2បាទអញ្ចឹងនៅក្នុងលំហាត់នេះខ្ញុំធ្វើវើជុំចំនួន3លំហាត់សម្រាប់ឲ្យអ្នកទាំងអស់គ្នាអនុវត្តនៅផ្ទះធ្វើតាមដែលខ្ញុំបានធ្វើតោះចូលដល់លំហាត់ទី1យើងធ្វើត្រឹមតែ8 rep ទៅបានហើយយើងដាក់ដៃប៉ុណ្្នឹងហើយយើងក្រោកឡើងបាទសម្រាប់អង្គពលមានចាស់យើងអាចធ្វើបាន2ទៀត3ទៀត4ទេណាទី1ចូលដល់លំហាត់ទី2យើងធ្វើវើជុំសម្រាប់តិចបានហើយអូខេតោះសម្រាប់ទី2នឹងចូលដល់ទី3យើងលើកជើងមួយយើងមានអីទប់ទាញក៏បានបាទលើកមកជួយទប់បន្តិចបានហើយអូខេគ្រប់3សម្រាប់30វិនាទីហើយចាំយើងធ្វើវើជុំមកមួយសាច់តោះឥឡូវយើងគ្រប់30វិនាទីយើងធ្វើម្ដងទៀតនៅលំហាត់ដដែលរៀបចំខ្លួនពេលដែលយើងអោនជិះទុកប៉ុណ្នេះខ្លួនយើងអែនប៉ុណ្ណឹងកុំកោងកុំអែនចេះកុំឈ្ងុំមកមុខឲ្យត្រង់ប៉ុណ្ណឹងដាក់ឲ្យត្រង់ប៉ុណ្ណឹងរៀបចំខ្លួនយើងឲ្យស្មើប៉ុណ្ណឹងដងខ្លួនយើងឲ្យត្រង់ប៉ុណ្ណឹងហើយយើងក្រោកឡើង2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
5 1 ok nàoចូលដល់ទី2ហើយយើងប្រើដុំដៃ6គីឡូទៅបានហើយកុំធុញពេកជើងរៀបឲ្យស្មើរៀបចំខ្លួនឲ្យត្រង់តោះទៀតអូខេតោះសម្រាប់បាទយើងចូលដល់លំហាត់ទី2ទី3ជើងខាងនេះម្ដងរៀបឲ្យស្មើអស់ឡើង
អូខេសម្រាប់30 វិនាទីចាំយើងធ្វើមួយសារទៀតនៅចុងវីដេអូខ្ញុំនឹងនិយាយបញ្យលនៃការធ្វើតោះចូលម្ដងទៀតស្មើបាទ8សម្រាប់យើងចូលដល់ទីជុំទី2អូខេតោះសម្រាប់ចូលដល់ទី3តោះរៀបស្មើខុសឡើងខាងនេះមួយទៀតអូខេលំហាត់3ហ្នឹងយើងផ្ដោតសំខាន់ទៅលើសាច់ដុំភ្លៅខាងមុខនិងសាច់ដុំគូតដើម្បីឲ្យវាមានកម្លាំងហើយសាច់ដុំភ្លៅក្រោយក៏បានដែរប៉ុន្តែយើងផ្ដោតសំខាន់ទៅលើជើងសងខាងដើម្បីឲ្យរាងកាយយើងមាំជាពិសេសអ្នកដែលធ្លាប់របួសជើងហើយមិនសូវជាមានកម្លាំងជើងត្រឡប់មួយទៀតចំពោះអ៊ំពូមីងចាស់ដែលមិនអាចក្រោបបានមិនអាចអង្គុយលើកៅអីហើយក្រោបបានគឺកុំធ្វើអាចនឹងដួលប្រយ័ត្នប្រយែងមែនទែនអាចដួលហើយសម្រាប់បងប្អូនដែលឈឺខ្លាំងពិបាកក្រោបងើបឡើងឈឺជង្គង់ក៏កុំធ្វើដែរព្រោះលំហាត់នេះមិនមែនជាដំណាក់កាលទាបបំផុតហើយយើងចាប់ផ្ដើមធ្វើឲ្យខ្លាំងគឺសម្រាប់ការពង្រឹងខ្លាំងនៅបើសិនជាធ្វើចំពោះអ្នកដែលឈឺបើសិនជាធ្វើទៅមានបញ្ហារបួសស្នាមមានបញ្ហាឈឺចុកចាប់អីអាច comment សួរខ្ញុំបានអាច comment សួរបានអ្វីដែលខ្ញុំអាចឆ្លើយបានអ្វីដែលខ្ញុំអាចជួយបានខ្ញុំនឹងធ្វើនៅរឿងនេះសង្ឃឹមថាអ្នកទាំងអស់គ្នាបានអនុវត្តលំហាត់នេះនៅផ្ទះជួបគ្នានៅវីដេអូក្រោយនៃវីដេអូ